វីដេអូនេះកុំឲ្យអ្នកផ្ទះខ្ញុំដឹងថ្ងៃនោះគាត់តែមកដល់ office ភ្លាមមានអារម្មណ៍ថាហេវបាយហើយឈឺក្បាលខ្លាំងមែនទែនខ្ញុំក៏សម្រេចចិត្តដើរចេញទៅក្រៅដើម្បីត្រូវទិញអីញ៉ាំឥឡូវខ្ញុំមកយកម៉ូតូខ្ញុំសិនដើម្បីជិះចេញទៅក្រៅកន្លែងនេះខ្ញុំរៀងភ័យដែរហ្នឹងដោយសារខ្ញុំដាក់ទូរស័ព្ទថតជាប់ដៃម៉ូតូខ្ញុំមកទី1ខ្លាចជិះទៅគេឆក់ដោយសារតែវារៀងយប់ដែរហើយទី2រៀងខ្មាស់គេដែរដោយសារតែយើងដាក់កាមេរ៉ាថតអីចឹងណាប៉ុន្តែដោយសារតែខ្ញុំចង់បានប្លង់រៀងប្លែកៗទៅបើខ្ញុំសម្រេចចិត្តថាបថុយដាក់នៅលើដៃម៉ូតូចឹងហ្មងទៅខ្ញុំទៅអត់ឆ្ងាយមែនទេដោយសារតែម៉ាត់ហ្នឹងប្រហែលជា300ម៉ែត្រ400ម៉ែត្រពី office ខ្ញុំដែរហ្នឹងប៉ុន្តែខ្ញុំខ្ជិលដើរមកដោយសារតែបើសិនជាដើរមកប្រហែលជា20នាទីអីដែរហ្នឹងហើយទាំងទៅទាំងមកអញ្ចឹងគ្រាន់តែមកដល់ភ្លាមខ្ញុំអត់រេរងច្រើនទេគឺខ្ញុំដើរទៅយកកាហ្វេមកកំប៉ុងហើយនឹងអាធីវម្ដងដោយសារតែខ្ញុំដឹងថាខ្លួនឯងត្រូវទិញអីដែរអញ្ចឹងលឿនបន្តមកទៀតខ្ញុំក៏ឆ្លៀតដើរមករកទិញមីបន្តិចដោយសារតែហេវខ្លាចធ្វើការអត់ការរហើយខ្ញុំក៏សម្រេចចិត្តថាយកមីនេះខ្ញុំដើរមកអត់មើលកន្លែងប្រហិតដែរគេដូចមានប្រហិតក្តាមអីចឹងតែខ្ញុំអាចដាក់លាយញ៉ាំមួយមីបានប៉ុន្តែអត់មានសោះចុងក្រោយខ្ញុំបានតែអីវ៉ាន់3ហ្នឹងហើយដើរមកគិតលុយមកដើម្បីប្រញាប់អាំងទៅវិញពេលមកដល់ office វិញខ្ញុំប្រញាប់រៀបចំដើម្បីឆុងមីអាំងបានហូបព្រោះខ្ញុំហេវណាមួយអាំងបានធ្វើការវិញបន្ទាប់ពីចាក់ទឹកក្តៅហើយខ្ញុំដើរមកមើលការខ្ញុំបន្តិចតទៅជាមួយនឹងការប៊ូតភេអញ្ចឹងថាវាដើរល្អអត់អីចឹងទៅបន្ទាប់ពីឆែកមើលមកទុះខ្ញុំក៏ដើរទៅមើលមីថាវារីកនៅអីអញ្ចឹងបន្ទាប់ពីមីរីកហើយខ្ញុំក៏ចាប់ផ្ដើមសំគ្រឿងដើម្បីញ៉ាំអញ្ចឹងអ្នកទាំងអស់គ្នាគាត់ថាមីនឹងហឹលអត់ប៉ុន្តែសម្រាប់ខ្ញុំគាត់ថាមីបាត់ហឹលជាងហើយវាឆ្ងាញ់ជាងទៀតបន្ទាប់ពីឈុំមីហើយគឺខ្ញុំអត់នៅយូរទេគឺខ្ញុំអង្គុយញ៉ាំយកហ្មងអញ្ចឹងវីដេអូនឹងបើសិនជាអ្នកផ្ទះឃើញដឹងតែត្រូវភ្នងហ្មងដោយសារតែពេលមកធ្វើការនឹងអត់ញ៉ាំបាយទេញ៉ាំបាយកកតែមិនតិចហើយមកបាត់ចង់និយាយថាជាមីនឹងខ្ញុំញ៉ាំតែជា10ម៉ាត់ទេគឺខ្ញុំលឹកចានយកហ្មង